វិភាគអន្តរជាតិគ្រូរញ្ជួយដីនៅមីយ៉ាន់ម៉ាហិតប្រយោជន៍អ្វីដល់របបសិទ្ធិបាងកកក្រុមហ៊ុនរ៉ៃរញ្ជួយផែនដីដ៏ប្រឡាយបំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានពង្រឹងគោលជំហររបស់មេដឹកនាំរបបសិទ្ធិលោកមេនអង់គ្លេងតាមរយៈការបើកចំហបណ្ដាញទំនាក់ទំនងការទូតដែលបានបិទអស់រយៈពេលជាង4ឆ្នាំមកនេះបន្ទាប់ពីយោធាបានបណ្ដេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីតំណែងក្នុងរដ្ឋប្រហារយោធាមួយដែលបង្កឲ្យមានសង្គ្រាមស៊ីវិលមកទល់នឹងសប្តាហ៍ថ្ងៃនៅមុនគ្រូរញ្ជួយដីកម្រិតធ្ងន់7.7 រិចតវាយប្រហារលើមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្សលើក3ពាន់នាក់លោកមេនអង់គ្លេងត្រូវបានរាយការណ៍ថាបានត្រៀមលក្ខណៈរួចជាស្រេចសមរកការបំពេញទុកកិច្ចចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយក្នុងប្រទេសថៃគណៈក្រុមមន្ត្រីជំនិតរបស់លោកបានព្យាយាមរៀបចំជំនួបតាមទូរស័ព្ទជាមួយបណ្ដាមេដឹកនាំដទៃទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានផ្សាយថាលោកមេនអង់គ្លេងនឹងធ្វើដំណើរទៅដល់ប្រទេសថៃនៅថ្ងៃប្រហ័សទី3ខែមេសាមុននឹងចូលរួមកិច្ចប្រជុំកំពូល BIMSTEC ក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រទី4ខែមេសាដំណើរទស្សនកិច្ចនេះដែលកើតមានឡើងចំពេលបណ្ដាប្រទេសជាច្រើនកំពុងបង្ហាញក្តីអាណិតអាសូរចំពោះមីយ៉ាន់ម៉ាដែលរងគ្រោះដោយសារគ្រូរញ្ជួយដីគឺជាជំហានមួយដ៏មានសក្តានុពលមួយឆ្ពោះទៅរកការបិទបញ្ចប់ភាពឯកោរបស់លោកមេនអង់គ្លេងពីបណ្ដាមេដឹកនាំពិភពលោកភាគច្រើនដោយសារសង្គ្រាមស៊ីវិលដែលបង្ខំឲ្យប្រជាជន 3.5 លានអ្នកភៀសខ្លួនចេញពីផ្ទះសម្បែងនិងបំផ្លាញសេដ្ឋកិច្ចជាតិលោក Anshuman Chowdhury ជាអ្នកវិភាគម្នាក់មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីបាននិយាយថារបបសិទ្ធិមីយ៉ាន់ម៉ាបានដឹងយ៉ាងច្បាស់ថាមហាអំណាចក្នុងតំបន់ដែលកំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចជាឥណ្ឌាចិននិងរុស្ស៊ីមកជាចង់ប្រើឱកាសនេះដើម្បីពង្រឹងកន្លែងឈរជើងរបស់ពួកគេរៀងខ្លួននៅមីយ៉ាន់ម៉ាដូច្នេះតាមរយៈការទំនាក់ទំនងជាសាធារណៈនិងដោយផ្ទាល់ជាមួយមេដឹកនាំប្រទេសទៀតក្នុងតំបន់អាចជួយឲ្យរបបសិទ្ធិមីយ៉ាន់ម៉ាបង្ហាញឲ្យគេឯងបានឃើញថាខ្លួននៅតែជាតួអង្គដ៏សំខាន់មិនអាចខ្វះបាននឹងជានៅតំណាងតែមួយគត់របស់មីយ៉ាន់ម៉ាភ្លាមក្រោយគ្រូរញ្ជួយដីកើតឡើងលោកមេនអង់គ្លេងបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនរ៉ាម៉ូឌីនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអេប្រាហ៊ីមកិច្ចសន្ទនាទាំងនេះហើយបាននាំទៅរកការសន្យាផ្ដល់ជំនួយអន្តរជាតិជាបន្តបន្ទាប់ប៉ុន្មានសប្តាហ៍ក្រោយរបបសិទ្ធិមីយ៉ាន់ម៉ាប្រកាសឡើងវិញពីផែនការរៀបចំការបោះឆ្នោតសកលនៅខែធ្នូឆ្នាំ2025គ្រូរញ្ជួយដីដ៏ប្រឡាយមួយមិនធ្លាប់មាននៅមីយ៉ាន់ម៉ាក្នុងពេលជាងមួយពុំមកនេះបានបើកឱកាសថ្មីមួយសម្រាប់មេដឹកនាំរបបសិទ្ធិដើម្បីពន្យាទំនងជាមួយមហាអំណាចក្នុងតំបន់ចាប់តាំងពីមានគ្រូរញ្ជួយដីមកជំនួយរាប់លានដុល្លារនិងបុគ្គលិកជួយសង្គ្រោះរាប់រយអ្នកប្រទេសជាច្រើនដូចជាចិនឥណ្ឌារុស្ស៊ីនិងអាស៊ីអាគ្នេយ៍ត្រូវបានបញ្ជូនទៅកាន់មីយ៉ាន់ម៉ាលោក Chowdhury យល់ថារបបសិទ្ធិមីយ៉ាន់ម៉ាអាចនឹងកេងយកចំណេញពីគ្រោះមហន្តរាយដើម្បីពង្រឹងគោលជំហររបស់ខ្លួននៅលើសមរភូមិគ្រូរញ្ជួយដីនេះនិងបង្កភាពស្មុគស្មាញដល់ការប្រយុទ្ធរបស់ក្រុមឧទាមនិងសមត្ថភាពរបស់ពួកគេក្នុងការរក្សាការគាំទ្រពីប្រជាជននៅក្នុងតំបន់នេះជាការបន្ថែមរបស់លោក Chowdhuryលោកសេហសេកហ្វុនខេកៀវវិញជាអតីតអនុរដ្ឋមន្ត្រីថៃសម្រាប់កិច្ចការបរទេសនិងដែលបានធ្វើទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាកាលពីខែមីនាបាននិយាយថាថ្នាក់ដឹកនាំមានគោលជំហរតឹងរ៉ឹងមួយចំនួននៃរបបសិទ្ធិជឿថារបស់ពួកគេនៅតែអាចបន្តឈរជើងដោយទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនលោកសេហសេកបានប្រាប់ Reuters ថាពួកគេមើលឃើញថាសន្តិភាពពិភពលោកកំពុងផ្លាស់ប្ដូរហើយមានពលថ្មីមួយអាចឲ្យពួកគេរួមរស់ជាមួយចិនរុស្ស៊ីនិងឥណ្ឌាក្នុងន័យនេះគឺពួកគេយល់ថាមីយ៉ាន់ម៉ាអាចមានសមត្ថភាពអភិវឌ្ឍប្រទេសដោយមិនចាំបាច់មានការចូលរួមជាមួយប្រទេសមួយចំនួនផ្សេងទៀតម្យ៉ាងវិញទៀតនៅកិច្ចប្រជុំ BIMSTEC លោកមេនអង់គ្លេងនឹងទទួលបានឱកាសផ្នែកការទូតបន្ថែមក្នុងនោះរួមមានការទំនាក់ទំនងបន្ថែមជាមួយឥណ្ឌានិងថៃ BIMSTEC មានប្រទេសជាសមាជិកដូចជាថៃមីយ៉ាន់ម៉ាឥណ្ឌាបង់ក្លាដែសនេប៉ាល់ស្រីលង្កានិងប៊ូតង់តាមលោកសេហសេកលោកមេនអង់គ្លេងក៏មិនចង់ពឹងផ្អែកទាំងស្រុងជ្រុលពេកលើចិនតែមួយគត់នោះដែរនៅទីក្រុងបាងកកប្រមុខរបបសិទ្ធិរូបនេះអាចនឹងជួបជាមួយលោកម៉ូឌីដែលបានប្រញាប់ប្រញាល់បញ្ជូនជំនួយនិងបុគ្គលិកជួយសង្គ្រោះទៅកាន់មីយ៉ាន់ម៉ាក្រោយគ្រូរញ្ជួយដីកើតឡើងនេះបើតាមប្រភពចំនួន3ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Reutersលោក Chowdhury ដោយសំខាន់លើកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Modi និងលោកមេនអង់គ្លេងបានបន្ថែមថាលោក Modi បានបង្ហាញរួចហើយថាលោកមានបំណងទំនាក់ទំនងគ្នាដោយផ្ទាល់ដំណើរទស្សនកិច្ចនៅទីក្រុងបាងកកក៏អាចនឹងផ្ដល់ឲ្យលោកមេនអង់គ្លេងផងដែរនៅឱកាសដើម្បីជួបលោក Lekshman Shinawatra ជាអតីតនាយករដ្ឋមន្ត្រីថៃនិងដែលសប្តាហ៍ថ្ងៃជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ដែលជាប្រធាន Proven ASEANគូបញ្ជាក់ថាក្រុមអ្នកវិភាគមួយចំនួនបាននិយាយថាថៃកំពុងដើរតាមជំហានមួយយ៉ាងប្រុងប្រយ័ត្នពាក់ព័ន្ធនឹងការផ្ដល់ភាពស្របច្បាប់ឬការទទួលស្គាល់ជាផ្លូវការទៅឲ្យលោកមេនអង់គ្លេងស្របពេលសង្គ្រាមស៊ីវិលជាមួយក្រុមឧទាមបាននិងកំពុងកាត់បន្ថយអំណាចរបស់លោកនៅមីយ៉ាន់ម៉ាលោក Ferdinand Phongsathorach ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Chulalongkorn បាននិយាយថាសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាជាសង្គ្រាមដ៏អាក្រក់ឃោរឃៅនិងដ៏ហិង្សាម្ល៉េះហើយថៃត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ចដោយសារតែមានព្រំដែនដ៏វែងជាប់ជាមួយមីយ៉ាអនម៉ានឹងមានរបស់ជាច្រើនប្រថុយនឹងការខាត់បងឥឡូវនេះមកមើលកូរ៉េខាងត្បូងម្ដងBreaking តុលាការធម្មនុញ្ញកូរ៉េខាងត្បូងសម្រេចយកតំណែងលោកយុនសុកយ៉ូជាផ្លូវការសេអ៊ូលប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានព្យួរតំណែងលោកយុនសុកយ៉ូត្រូវបានតុលាការធម្មនុញ្ញសម្រេចយកតំណែងជាផ្លូវការហើយនៅថ្ងៃសុក្រទី4ខែមេសាដែលនេះនឹងត្រួសត្រាយផ្លូវឲ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន
តាមរយៈសារក្រមសម្ដែងរបស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូងដោយទទួលយកសេចក្តីសម្រេចរបស់សភាដែលបានបោះឆ្នោតគាំទ្រការដកតំណែងរបស់លោកយួនបានធ្វើឲ្យរូបលោកក្លាយជាប្រធានាធិបតីទី2របស់កូរ៉េខាងត្បូងដែលត្រូវបានទម្លាក់ចេញពីតំណែងបន្ទាប់ពីលោកស្រីផតដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងនៅខែមីនាឆ្នាំ2017ចែកក្រុមទាំង8រូបនៃតុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទជាមួយការតម្កល់ទុកជាបានការនៅសេចក្តីសម្រេចដកតំណែងលោកយួនដោយសភាជាតិចំណែកនាយករដ្ឋមន្ត្រីហែនថាក់សូនឹងត្រូវបន្តការតំណែងជាប្រធានាធិបតីស្តីទីរហូតដល់ប្រធានាធិបតីថ្មីត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោតក្នុងរយៈពេល60ថ្ងៃឬអាចធ្វើឡើងនៅសប្តាហ៍ដំបូងនៃខែមិថុនាខាងមុខនេះក្នុងពេលបច្ចុប្បន្នមេដឹកនាំគណបក្សប្រជាធិបតេយ្យឲ្យដែលជាបកប្រឆាំងដ៏សំខាន់មួយនៅកូរ៉េខាងត្បូងគឺលោកលីយ៉េមៀងកំពុងមានប្រជាប្រិយភាពនាំមុខគេក្នុងការស្ទង់មិត្តតែក្រុមអ្នកវិភាគយល់ថាវាដូចជាលឿនពេកដែលត្រូវនិយាយថាលោកលីអាចនឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតណាមួយខណៈមានគម្លាតនៃការគ្រប់គ្រងត្រឹម6ពិន្ទុប៉ុណ្ណោះរវាងគណបក្សរបស់លោកនិងគណបក្សអំណាចប្រជាជន People Power Party Paper របស់លោកយួនគូបញ្ជាក់ថាលោកយួនសុកយលដែលត្រូវបានសភាគ្រប់គ្រងដោយក្រុមគណបក្សប្រឆាំងព្យួរតំណែងកាលពីថ្ងៃទី14ខែធ្នូជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសិទ្ធិកាលពីថ្ងៃទី3ខែធ្នូឆ្នាំ2024ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រមទាំងក្រោមបទចោទប្រកាន់បោះបល់ផងដែរប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធលើបទចោទបោះបល់ពិតមែននោះលោកអាចប្រឈមមុខនឹងទោសជាប់ពន្ធនាគារអស់មួយជីវិតឬប្រហារជីវិតលោកនេថាញ៉ាហ៊ីដៃសារត្រហុងក្រៃដែលប្រកាសដកខ្លួនចេញពីអ្វីដាប់ឯនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្ដែងការអបសាទរដែលហុងគ្រីបានសម្រេចចិត្តដកខ្លួនចេញពីតុលាការព្រំដែនអន្តរជាតិឯកគណៈរូបលោកបំពេញទស្សនកិច្ចនៅទីក្រុងបុយដាប៉េស្តកាលពីថ្ងៃប្រហ័សទី3ខែមេសាដែលជាទស្សនកិច្ចនៅក្រៅប្រទេសដ៏កម្រមួយដោយមិនខ្វល់ឡើយពីដីកាចាប់ខ្លួនរបស់ឯកនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Netanyahu ដែលបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងបុយដាប៉េស្តតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនរបស់ឯកជំវិញការចោទប្រកាន់អស់នីតិបាត់ហើយលោក Netanyahu ដៃសារត្រហុងក្រៃដែលប្រកាសដកខ្លួនចេញពីបុយដាប៉េស្តនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្ដែងការអបសាទរដែលហុងគ្រីបានសម្រេចចិត្តដកខ្លួនចេញពីតុលាការព្រំដែនអន្តរជាតិឯកគណៈរូបលោកបំពេញទស្សនកិច្ចនៅទីក្រុងបុយដាប៉េស្តកាលពីថ្ងៃប្រហ័សទី3ខែមេសាដែលជាទស្សនកិច្ចនៅក្រៅប្រទេសដ៏កម្រមួយដោយមិនខ្វល់ឡើយពីដីកាចាប់ខ្លួនរបស់ឯកនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersលោក Netanyahu ដែលបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងបុយដាប៉េស្តតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban កំពុងប្រឈមមុខនឹងដីការចាប់ខ្លួនរបស់ឯកជំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងតំបន់កាហ្សាប៉ុន្តែហុងគ្រីដែលជាសមាជិកបានបដិសេធអនុវត្តដីការចាប់ខ្លួនលោក Netanyahu ហើយថែមទាំងផ្កើនបួលមេដឹកនាំអ៊ីស្រាអែលរូបនេះធ្វើទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួនទៀតផងមិនតែប៉ុណ្ណោះនៅពេលប្រកាសពីដំណើរមកដល់របស់លោក Netanyahu លោក Orban បានប្រកាសកាលពីថ្ងៃប្រហ័សថាហុងគ្រីនឹងដកខ្លួនទាំងស្រុងចេញពីដែលជាតុលាការអន្តរជាតិមួយត្រូវបានបង្កើតឡើងដើម្បីកាត់ទោសជនជាប់ចោទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឆ្លើយតបទៅនឹងការប្រកាសរបស់លោក Orban លោក Netanyahu បាននិយាយថាអ្នកហុងគ្រីគាំទ្រពួកយើងនៅឯសហភាពអឺរ៉ុបអ្នកគាំទ្រយើងនៅអង្គការសហប្រជាជាតិហើយអ្នកបានប្រកាន់យកជំហរយ៉ាងម៉ឺងម៉ាត់ចំពោះនេះជារឿងដ៏សំខាន់បំផុតដែលប្រទេសប្រជាធិបតេយ្យឲ្យទាំងអស់ត្រូវតែក្រោកឈរឡើងប្រឆាំងស្ថាប័នដ៏ពុករលួយមួយនេះគួរបញ្ជាក់ថាលោក Orban បានអញ្ជើញលោក Netanyahu បំពេញទស្សនកិច្ចនៅហុងគ្រីកាលពីខែវិច្ឆិកាឆ្នាំ2024តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការឯកចេញដីការចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលរូបនេះជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាមនៅកាហ្សាជនភៀសខ្លួនរាប់សែនអ្នកបន្តរត់គេចខ្លួនខណៈអ៊ីស្រាអែលពង្រីកប្រតិបត្តិការយោធានៅរ៉ាហ្វារលកជនភៀសខ្លួនរាប់សែនអ្នកបានបន្តសម្រុកស្វែងរកទីជម្រកសុវត្ថិភាពកាលពីថ្ងៃប្រហ័សខណៈកងកម្លាំងអ៊ីស្រាអែលបានបន្តរុលចូលកាន់តែជ្រៅទៅក្នុងទីក្រុងរ៉ាវ៉ាដែលជាទីក្រុងចុងក្រោយនៅភាគខាងត្បូងតំបន់កាហ្សាដែលនៅសេសសល់មិនទាន់ត្រូវបានគ្រប់គ្រងពេញលេញដោយអ៊ីស្រាអែលនេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃប្រហ័សទី3ខែមេសាឆ្នាំ2025ប្រតិបត្តិការយោធាថ្មីនេះបានបង្ខំឲ្យប្រជាជនស៊ីវិលជាច្រើនអ្នកត្រូវចាក់ចោលផ្ទះសម្បែងរបស់ពួកគេដែលជាការផ្លាស់ទីលំនៅទ្រង់ទ្រីធំបំផុតមួយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងបន្ទាប់ពីបានប្រកាសពីចេតនាកាលពីម្សិលមិញកងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលទៅក្នុងទីក្រុងរ៉ាវ៉ាដែលជាទីក្រុងមួយស្ថិតនៅគែមព្រំដែនភាគខាងត្បូងនៃតំបន់កាហ្សាហើយធ្លាប់ជាកន្លែងជ្រកកោនចុងក្រោយសម្រាប់ប្រជាជនដែលបានភៀសខ្លួនចេញពីតំបន់ផ្សេងទៀតក្នុងអំឡុងពេលសង្គ្រាមឥឡូវនេះពួកគេត្រូវប្រឈមមុខនឹងការផ្លាស់ទីលំនៅជាថ្មីម្ដងទៀតក្រសួងសុខាភិបាលនៃតំបន់កាហ្សាបានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស97នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល24ម៉ោងចុងក្រោយនេះដែលក្នុងនោះមានមនុស្សយ៉ាងហោចណាស់
អ្នកបានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅព្រឹកព្រលឹមនៅសង្កាត់ Shejaya នៃទីក្រុងកាសាអ្នកស្រុកជាច្រើនបានរៀបរាប់ពីស្ថានភាពដ៏អាក្រក់នៅក្នុងទីក្រុង Rafah បុរសម្នាក់ជាឪពុកកូន7នាក់ដែលបានភៀសខ្លួនពី Rafah ទៅកាន់ទីក្រុង Khan Younis ដែលនៅក្បែរនោះបានប្រាប់ Readers តាមរយៈកម្មវិធីជែកថា Rafah ស្ទើរតែលែងមានទៀតហើយវាហៀបនឹងរលាយបាត់បុរសម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបាននិយាយទាំងក្តីអស់សង្ឃឹមថាពួកគេកំពុងបំផ្លាញផ្ទះសម្បែងនិងទ្រព្យសម្បត្តិដែលនៅសេសសល់របស់យើងគួរបញ្ជាក់ថាប្រតិបត្តិការយោធាដើម្បីគ្រប់គ្រងទីក្រុង Rafah គឺជាការកើនឡើងមួយកម្រិតទៀតនៅក្នុងសង្គ្រាមដែលអ៊ីស្រាអែលបានចាប់ផ្ដើមឡើងវិញកាលពីខែមុនបន្ទាប់ពីបានបោះបង់ចោលបទឈប់បាញ់ដែលបានអនុវត្តអស់រយៈពេលជាច្រើនសប្តាហ៍ចាប់តាំងពីខែមករា